អ្នកទាំងអស់គ្នាបាច់ធ្លាយពាក់ព័ន្ធទៅនឹងការចាប់ខ្លួនមន្ត្រីមានសមត្ថកិច្ចនៅខេត្តកំពតដល់ទៅ30នាក់ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងងាកមកទៅជែកទៅលើប្រធានបទថ្មីមួយពាក់ព័ន្ធទៅនឹងការឃាត់ខ្លួនមន្ត្រីសមត្ថកិច្ចនៅខេត្តកំពតនេះបើតាមព័ត៌មានបឋមប្រមាណ30នាក់ពាក់ព័ន្ធទៅនឹងការចូលទៅលួចផោះតាំងដែលពាក់ព័ន្ធទៅនឹងបទល្មើស scam ហើយជាមួយទៅនឹងរឿងរ៉ាវនេះយើងអត់ទាន់ទទួលបានព័ត៌មានលម្អិតទេដោយយើងរងចាំមើលការចេញសេចក្តីបំភ្លឺរបស់សមត្ថកិច្ចដែនដីហើយគ្រាន់តែថ្ងៃនេះតែម្ដងគឺភ្លាមបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធទៅនឹងការឃាត់ខ្លួនស្នងការរងមន្ត្រីពាក់ព័ន្ធ30នាក់ហ្នឹងគឺខាងស្នងការនគរបាលខេត្តកំពតហ្នឹងបានចេញបំភ្លឺនិងចេញទទួលស្គាល់ថាពិតជាមានការឃាត់ខ្លួនមន្ត្រីនៅក្នុងខេត្តកំពតហ្នឹងប្រមាណ30នាក់មែនប៉ុន្តែគាត់បានអះអាងថាព័ត៌មានលម្អិតយ៉ាងណានោះនឹងមានការបញ្ជាក់ក្រោយពីនីតិវិធីបានចប់អញ្ចឹងបងប្អូនតើបងប្អូនទាំងអស់គ្នាបានទទួលព័ត៌មានស៊ីជម្រៅបែបណាដែរពាក់ព័ន្ធទៅនឹងការឃាត់ខ្លួនមន្ត្រីដែលជាអ្នកអនុវត្តច្បាប់ហើយគាត់ទៅប្រព្រឹត្តសកម្មភាពល្មើសយ៉ាងដូចនេះនេះគឺជាអំពើមួយដែលថ្នាក់ដឹកនាំតែងតែក្រើនរំលឹកក៏ដូចជាអំពាវនាវឲ្យសមត្ថកិច្ចនៅតាមទីតាំងជាក់ស្ដែងចូលរួមគោរពកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អនិងឲ្យបានខ្ជាប់ខ្ជួនហើយមែនតែនទៅព័ត៌មានបឋមគឺបានលើកឡើងថាពួកគាត់ទាំងអស់គ្នាហ្នឹងដែលត្រូវបានឃាត់ខ្លួនហ្នឹងគឺពាក់ព័ន្ធទៅនឹងការចូលទៅហែកសៀដែលយើងនិយាយថានៅពេលទីតាំងណាមួយឬកន្លែងប្រព្រឹត្តសកម្មភាពណាមួយដែលមានផោះតាំងឬដែលត្រូវបានបង្អាក់ទុកដើម្បីទុកធ្វើជាផោះតាំងនិងធ្វើការស្ថិតនៅក្នុងនីតិវិធីស៊ើបអង្កេតហ្នឹងគឺសមត្ថកិច្ចយើងគឺពាត់សៀឬក៏ពាត់กระดาษដែលយើងអាចនិយាយថាសៀហើយនឹងกระดาษហុំពាត់ដើម្បីហាមការចូលទៅដោយគ្មានការអនុញ្ញាតអញ្ចឹងនៅពេលដែលគាត់ចូលទៅហើយគាត់តាមព័ត៌មានបឋមថាលួចឬក៏អីយើងអត់ទាន់ដឹងច្បាស់ទេតើវាគឺជាជាប់ពាក់ព័ន្ធទៅនឹងករណីលួចឬក៏ចូលទៅដើម្បីបំបត្តិផោះតាំងឬក៏ចូលទៅដើម្បីក្នុងចេតនាណាមួយយើងក៏អត់ទាន់ដឹងច្បាស់ដែរតើតែការស៊ើបអង្កេតត្រូវបានបិទបញ្ចប់អញ្ចឹងឥឡូវនេះគឺស្ថិតនៅក្នុងសមត្ថកិច្ចដែនដីដើម្បីធ្វើការស៊ើបអង្កេតនិងសួរចម្លើយគឺអ្នកពាក់ព័ន្ធទាំងអស់ដែលជាមន្ត្រីមានសមត្ថកិច្ចដល់ទៅ30នាក់ហ្នឹងម្ដងមួយដើម្បីឲ្យប្រកាសថាតើករណីនេះវាគឺជាករណីអ្វីវាអាចជាករណីលួចវត្ថុតាំងឬក៏ជាករណីមកតាំងទៀតលួចហើយចូលទៅក្នុងបំបត្តិផោះតាំងឬក៏ធ្វើយ៉ាងម៉េចឲ្យផោះតាំងនៃករណី scam ហ្នឹងត្រូវបានលុបបំបាត់អញ្ចឹងយើងចាំមើលនីតិវិធីនៃការសួរចម្លើយរបស់សមត្ថកិច្ចរបស់យើងទាំងអស់គ្នាហើយយើងនឹងរងចាំតាមដានករណីនេះទាំងអស់គ្នាថាមន្ត្រីប្រមាណ30នាក់ហ្នឹងតើប្រមាណអ្នកដែលនឹងជាប់ពាក់ព័ន្ធហើយប្រមាណអ្នកដែលនឹងមិនជាប់ពាក់ព័ន្ធហើយប្រមាណអ្នកដែលនឹងត្រូវចោទប្រកាន់ពីបទអីប្រមាណអ្នកដែលនឹងត្រូវបានដោះលែងឬក៏ប្រមាណអ្នកដែលនឹងត្រូវបញ្ជូនទៅតុលាការបន្តអញ្ចឹងតាមដានជាមួយខ្ញុំបន្តណាជម្រាបលា